ជំរាបសួរបងប្អូនទាំងអស់គ្នានេះជារបៀបធ្វើបាយដំណើបទុរេនចាក់បាយដំណើបទុរេនងាយស្រួលធ្វើមែនទេបងប្អូនហើយដោយសាររដូវនេះគឺរដូវកាលទុរេនផងអញ្ចឹងស្បូវទុរេនមែនទេអញ្ចឹងនេះខ្ញុំមកធ្វើបង្អែមហ្នឹងណាបងប្អូនហើយនេះជាអង្ករដំណើបដែលខ្ញុំបានលាងទឹកសម្អាតវារួចរាល់ហើយយកវាមកត្រាំទុករយៈពេលមួយយប់សិនណាទៅចំហុយទៅវាឆាប់ឆ្អិនណាហើយមុនពេលដែលចំហុយហ្នឹងខ្ញុំបានយកវាមកលាងចំនួន2ទឹកទៀតពេលដែលចំហុយនេះខ្ញុំដាក់ស្បៃត្រប់នៅលើឆ្នាំងចំហុយមករួចចាក់អង្ករដំណើបនឹងចូលរួចវាយស្មើហើយរុកវាមានប្រហោងចឹងបងប្អូនដើម្បីមានចំហាយទឹកឡើងមកវាឆាប់ឆ្អិនណាហើយនេះខ្ញុំដាក់ស្លឹកតើយពីលើអង្ករដំណើបហ្នឹងដើម្បីឲ្យវាមានក្លិនឈ្ងុយហើយមុននឹងយកមកចំហុយបងប្អូនត្រូវដាំទឹកឲ្យវាក្តៅចំនួនកន្លះឆ្នាំងសិនមករួចនេះខ្ញុំដាក់ស្លឹកតើយនៅក្នុងទឹកនឹងទៀតដើម្បីឲ្យបាយដំណើបហ្នឹងវាកាន់តែមានក្លិនឈ្ងុយណាចាឥឡូវក្នុងអំឡុងពេលរងចាំបាយដំណើបឆ្អិននេះខ្ញុំយកសាច់ទុរេនដែលទុំញោល្អបងប្អូនយកវាមកឆ្កឹះគ្រាប់ចេញសិនមកហើយសាច់ទុរេននេះខ្ញុំមានចំនួន8ខាំបន្ទាប់ពីឆ្កឹះគ្រាប់រួចរាល់ហើយខ្ញុំដាក់ខ្ទិះដូងចំនួន1លីត្រចូលរួចដាក់វានៅលើភ្លើងចង្ក្រានទៅបងប្អូនរួចនេះខ្ញុំបន្ថែមអំបិលចំនួន1ស្លាបព្រាកាហ្វេហើយនិងស្លឹកតើយ1ដុំមក1ដុំនោះប្រហែលជា4ស្លឹកអីណាបងប្អូនហើយបើកភ្លើងវាតិចបានហើយណាបងប្អូនមិនបាច់ចាំបើកភ្លើងខ្លាំងទេហើយកូរវាឲ្យរឹងជាប់បន្តិចបងប្អូនប្រយ័ត្នវាខ្លោចកូរឲ្យយើងសកត់សាច់ទុរេននឹងផងដើម្បីវាឆាប់ម៉ត់ពេលដែលសាច់ទុរេនมันម៉ត់ប៉ុណ្ណឹងនេះខ្ញុំដាក់ស្ករត្នោតចំនួន50ក្រាមបងប្អូនត្រូវភ្លក់មើលតាមជាក់ស្ដែងបើសិនជាទុរេននឹងវាសាច់វាមានរសជាតិផ្អែមខ្លាំងបងប្អូនអាចដាក់បន្ថយក៏បានឬបងប្អូនដែលចូលចិត្តរសជាតិផ្អែមដិតបងប្អូនអាចបន្ថែមឲ្យវាផ្អែមជាងនឹងបានដើម្បីឲ្យខ្ទិះទុរេនហ្នឹងវាខាប់បានល្អនេះខ្ញុំបានលាយម្សៅឆាចំនួន1ស្លាបព្រាបាយជាមួយនឹងទឹក50អំបិលរួចកូរម្សៅឆាហ្នឹងឲ្យវារលាយសិនមករួចចាក់ចូលនៅក្នុងខ្ទិះទុរេនហ្នឹងមករួចកូររហូតដល់តែម្សៅឆាហ្នឹងវាឆ្អិនទៅវាឡើងខាប់បានប៉ុណ្ណឹងបងប្អូនឥឡូវមកមើលបាយដំណើបវិញម្ដងឃើញថាវាឆ្អិនល្អហើយចំណែករយៈពេលចំហុយវាស៊ីសងទៅលើបងប្អូនត្រាំកហ្នឹងយូរប៉ុណ្ណាអញ្ចឹងណាអញ្ចឹងខ្ញុំចំហុយត្រឹមរយៈពេល20នាទីទេបងប្អូនពេលដែលវាឆ្អិនហើយនេះខ្ញុំចាក់វាចេញពីស្បៃមករួចទុកឲ្យវាត្រជាក់បន្តិចរួចយករៀបចំដាក់ចានមកតែប៉ុណ្ណឹងរួចរាល់ណាបងប្អូនចាអញ្ចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងដើម្បីទទួលបានវីដេអូថ្មីសូមបងប្អូនចុច follow page និង subscribe YouTube channel របស់នេះខ្ញុំម្នាក់មួយផងចាសូមអរគុណសូមជម្រាបលា